ទន្លេមេគង្គមានវិសាលភាពដ៏ធំធេងណាស់សម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសទន្លេមេគង្គបានផ្ដល់ថាមពលដ៏មានតម្លៃនិងសំខាន់បំផុតសម្រាប់ប្រជាជនដែលរស់នៅតាមបណ្ដាខេត្តនៅជាប់ដងទន្លេមេគង្គដោយផ្ទាល់និងសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាដោយប្រយោលយើងដឹងហើយថាប្រជាពលរដ្ឋរស់នៅតាមដងទន្លេមិនថាខេត្តកញ្ចេះឬក៏នៅក្នុងខេត្តដទៃនៅក្នុងប្រជាណាចក្រកម្ពុជាដែលនៅជាប់ដងទន្លេទេគឺទន្លេមេគង្គមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសផ្ដល់ទឹកដល់ប្រជាពលរដ្ឋនៅក្នុងការទទួលទានក្នុងការប្រើប្រាស់ក្នុងគ្រួសារក៏ដូចជានៅក្នុងវិស័យកសិកម្មហើយមួយទៀតយើងដឹងហើយថាទន្លេមេគង្គជាប្រភពមួយដែលបានផ្ដល់ត្រីសាច់ហើយនឹងក៏ជាជំរកមច្ឆជាតិសម្រាប់បងកូននៅរដូវវស្សាសម្រាប់ឲ្យប្រជាពលរដ្ឋនេសាទយកទៅចិញ្ចឹមជីវិតរបស់ពួកគាត់ហើយមួយទៀតការផ្ដល់ដីល្បាប់ដល់ទីតាំងដែលនៅជាប់នឹងទន្លេមេគង្គដូចជាតាមរយៈព្រែកអូអីទាំងឡាយចូលចាក់នៅតំបន់ទំនាបដែលធ្វើឲ្យមានប្រយោជន៍ក្នុងការបង្កការខ្វល់របស់ប្រជាពលរដ្ឋហើយម្យ៉ាងទៀតអាចទាញជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងប្រជាណាចក្រកម្ពុជាយើងជាពិសេសដូចជានៅក្នុងខេត្តស្ទឹងត្រែងក៏យើងបានសាងសង់វិរិយអគ្គិសនីមួយដែលសម្រាប់ធ្វើការផ្ដល់នៅថាមពលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋហើយនឹងមួយទៀតក៏ជាតំបន់ដែលតាក់ទាញភ្ញៀវទេសចរដោយសារយើងឃើញមានតំបន់ជាច្រើនដូចជាកោះដូចជាតំបន់ឆ្នេរខ្សាច់ដែលអាចតាក់ទាញភ្ញៀវទេសចរសម្រាប់មកទាំងជាតិអន្តរជាតិសម្រាប់មកកំសាន្តនៅក្នុងខេត្តកញ្ចេះយើងតែមូលក៏ដូចជាបណ្ដាខេត្តនានាដែលមានដងទន្លេមេគង្គនៅជាប់ជាមួយនេះ